ว้าวអ្នកទាំងអស់គ្នាព្រឹត្តិការណ៍ការសម្ដែងក្បាច់គុណចម្រុះកម្ពុជាចិនអ្នកទាំងអស់គ្នាអស្ចារ្យខ្លាំងមែនទែនប្លង់ត្រង់នេះហើយបញ្ជាក់តិចវីដេអូនេះមិនមែនខ្ញុំអ្នកទៅថតខ្លួនឯងទេគឺខ្ញុំសូមពីបងប្រុសទេអរគុណមែនទែនបងដែលអនុញ្ញាតឲ្យខ្ញុំយកមកផុសបន្តអ្វីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងវីដេអូនេះខ្លាំងបំផុតអ្នកទាំងអស់គ្នាមិនត្រឹមតែការសម្ដែងក្បាច់គុណចម្រុះនេះទេប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ background នៅខាងក្រោយអ្នកទាំងអស់គ្នាគឺខ្ញុំតសើមែនទែនគាត់ថតប្លង់ត្រង់នោះគឺចាប់អារម្មណ៍ខ្លាំងមែនទែនប្រសាទបាយ័នគឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាពិតជាអូកាន់តែមើលគឺកាន់តែស្រឡាញ់កាន់តែមើលគឺកាន់តែមានមោទនភាពចំពោះខ្លួនឯងដែលកាត់ជាកូនខ្មែរដែលមានគេមរតកពីដូនតារបស់យើងដែលអូពិតជាអស្ចារ្យខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយខ្ញុំក៏ធ្លាប់បានទៅលេងទៅសៀមរាបបានម្ដងដែរហើយគាត់យើងបានចុះទៅលេងផ្ទាល់ទេប៉ុន្តែប្រាសាទនេះនៅពេលដែលកាន់តែមើលគឺកាន់តែស្អាតអ្នកទាំងអស់គ្នាអូយអស្ចារ្យខ្លាំងមែនទែនយ៉ាអស្ចារ្យខ្លាំងមែនទែនវ៉ាវអ្នកទាំងអស់គ្នាព្រឹត្តិការណ៍ការសម្ដែងក្បាច់គុណចម្រុះកម្ពុជាចិនអ្នកទាំងអស់គ្នាអស្ចារ្យខ្លាំងមែនទែនប្លង់ត្រង់នេះហើយបញ្ជាក់តិចវីដេអូនេះមិនមែនខ្ញុំអ្នកទៅថតខ្លួនឯងទេគឺខ្ញុំសូមពីបងប្រុសទេអរគុណមែនទែនបងដែលអនុញ្ញាតឲ្យខ្ញុំយកមកផុសបន្តអ្វីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងវីដេអូនេះខ្លាំងបំផុតអ្នកទាំងអស់គ្នាមិនត្រឹមតែការសម្ដែងក្បាច់គុណចម្រុះនេះទេប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ background នៅខាងក្រោយអ្នកទាំងអស់គ្នាគឺខ្ញុំតសើមែនទែនគាត់ថតប្លង់ត្រង់នោះគឺចាប់អារម្មណ៍ខ្លាំងមែនទែនប្រសាទបាយ័នគឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាពិតជាអូកាន់តែមើលគឺកាន់តែស្រឡាញ់កាន់តែមើលគឺកាន់តែមានមោទនភាពចំពោះខ្លួនឯងដែលកាត់ជាកូនខ្មែរដែលមានគេមរតកពីដូនតារបស់យើងដែលអូពិតជាអស្ចារ្យខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយខ្ញុំក៏ធ្លាប់បានទៅលេងទៅសៀមរាបបានម្ដងដែរហើយគាត់យើងបានចុះទៅលេងផ្ទាល់ទេប៉ុន្តែប្រាសាទនេះនៅពេលដែលកាន់តែមើលគឺកាន់តែស្អាតអ្នកទាំងអស់គ្នាអូយអស្ចារ្យខ្លាំងមែនទែនយ៉ាអស្ចារ្យខ្លាំងមែនទែន